ជំរាបសួរអ៊ំពូមីងទាំងគ្នាក៏ដូចជាបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំចង់ឆ្លើយជាមួយនឹងសំណួរបងបងឬក៏ដូចជាបងប្អូនទាំងគាត់តែសួរខ្ញុំច្រើនខ្លាំងមែនតើតាំងពីខ្ញុំនៅថតរហូតដល់ខ្ញុំផ្អាកពីការថតគាត់សួរពាក់ព័ន្ធជាមួយនឹងករបស់ខ្ញុំអញ្ចឹងដោយសារតែគាត់ឃើញករបស់ខ្ញុំក្រហមហើយមានដល់ថ្នាក់បងបងខ្លះទៅខមមិនគាត់ខមមិនលេងតែគាត់ថាខមមិនថារបៀបកក្រហមអីចឹងណាកខ្ញុំគឺវាមានបែបហ្នឹងតាំងពីកំណើតតែម្ដងគាត់ថាពីមុនអត់សូវឃើញច្បាស់ហើយឥឡូវឃើញច្បាស់ពីមុនរៀងក្មេងរៀងតូចចឹងទៅក៏វាអត់សូវឃើញទេវាមានប្រហោងតូចដល់ពេលដែលខ្ញុំកាន់តែធំលូតលាស់ទៅមុខទៅអាហ្នឹងក៏វាលូតលាស់ដូចគ្នាគ្រួសារខ្ញុំអត់មានណាគេចឹងឯងមានតែខ្ញុំទេគេខុសគេតែម្ដងគឺរបៀបបើនិយាយតាមចាស់គេថាជាតិមុនខ្ញុំស្លាប់ដោយសារគេចាក់កអញ្ចឹងណាអានោះវិញនិយាយតាមចាស់គាត់និយាយដោយសារអីគឺខ្ញុំកាត់មករបៀបមានរុនប្រហោង2ដូចស៊ីយ៉ូអញ្ចឹងហើយតូចប៉ុនមួយជុលដេកអាវទេវាពីមុនអត់ដល់ថ្នាក់នឹងពេកទេវាគ្រាន់តែវាចេញទឹកតិចហើយក៏វាឃើញតិចដែរប៉ុន្តែវាចេញមកឃើញច្បាស់ខ្លាំងបែបនេះដោយសារតែខ្ញុំធម្មតាវាចេញទឹកមកយើងមិនជូតយើងត្រឡប់ជូតវាដល់ពេលយើងជូតទៅវាទៅជាជាប់ស្លោកអញ្ចឹងណាតែមានតែ2ទេកន្លែងនេះគឺរបៀបថាវាដូចជាយោទឹកអញ្ចឹងបងប្អូនតែគ្នានេះខ្ញុំនិយាយអត់មានដោយការខ្មាស់អៀនអីទេគឺខ្ញុំនិយាយគាត់និយាយត្រង់ដោយសារអីមានបងប្អូនខ្លះគាត់ឆ្ងល់ហើយបើសិនជាបងប្អូនតែគ្នាមានណាគេមានកដូចខ្ញុំជួយខមមិនប្រាប់ខ្ញុំម្នាក់មួយផងព្រោះខ្ញុំចង់ដឹងហើយខ្ញុំជឿជាក់ថាវាមិនមែនមានតែខ្ញុំមួយទេមានបងប្អូនផ្សេងទៀតក៏គាត់ដូចខ្ញុំដែរគាត់ថាយើងអត់ដឹងថានៅទីណាចាំបើបងតែគាត់មានស្នាមចាក់កដូចខ្ញុំអញ្ចឹងជួយខមមិនប្រាប់ខ្ញុំផងថាមានដូចខ្ញុំអត់ទោះបីអញ្ចឹងទៅគឺវាមានប្រហោងរបៀបមូប្រហោងដូចស៊ីយ៉ូយើងបើទឹកវាចេញតិចអញ្ចឹងណាតែនៅពេលដែលវាចេញច្រើនគឺនៅពេលដែលខ្ញុំញ៉ាំរបស់ហិលរបៀបរៀងប្រៃឬក៏អីដែលក្តៅខ្លាំងអីចឹងគឺរបៀបវាចេញទឹកតាមហ្នឹងមករៀងច្រើនខុសធម្មតាហើយខ្ញុំបានទៅពេទ្យហើយខ្ញុំឲ្យពេទ្យមើលអញ្ចឹងដោយសារខ្ញុំចង់វះយកទៅសៃហ្នឹងមូលទៅស៊ីយ៉ូហ្នឹងខ្ញុំចង់ឲ្យពេទ្យវះចាញ់ហើយក៏ដូចជាពិភាក្សាមួយពេទ្យតែនៅពេលហ្នឹងគឺខ្ញុំបានទៅពេទ្យខេត្តទេខ្ញុំបានសួរពេទ្យខេត្តហ្នឹងទៅក៏គាត់ណែនាំឲ្យខ្ញុំឡើងទៅខាងភ្នំពេញដើម្បីពិភាក្សាក៏ដូចជាពិនិត្យមើលផ្ទាល់ថែមទៀតព្រោះគេមិនចេះតែវះកាត់ទេអត់ទាន់ដឹងថាតើអាប្រភពទឹកដែលវាចេញតាមហ្នឹងតើវាចេញតាមសរសៃណាឬក៏ចេញតាមបំពង់កឬក៏មិនទៅឡើងទៅភ្នំពេញដើម្បីយើងឲ្យគ្រូដុកទ័រគាត់ពិនិត្យមើលផ្ទាល់ហ្មងឡងពេលថតកុនចិត្តចប់ហើយថតកុនរឿងតកូនអត់ខ្មោចអូចាំពេលថតកុនចប់សិនចាំគិតគូទៀតមានណាពេលថតកុនចិត្តចប់ហ្នឹងចៃដន្យអីស៊ឺប្រៃខ្ញុំមាន baby មានអាយ៉ាញាក់ផ្អើលខ្លាំងមែនតើពេលអញ្ចឹងហើយក៏អូខេគឺផ្អាកក្នុងការវះកាត់ដោយសារយើងមាន baby យើងអត់អាចទៅវះកាត់ឬក៏អីមួយដេកដាស់បានទេបើសិនជាខ្ញុំពេលហ្នឹងឡើងទៅភ្នំពេញភ្លាមទៅពិភាក្សាមួយដុកទ័រទៅវះកាត់ភ្លាមមិនដឹងជាប៉ះពាល់ដល់អូនអារិយាមិនទេគម្រោងវះកាត់ណាហើយនៅពេលហ្នឹងអត់បានវះកាត់ហ្នឹងដោយសារអីជាក់ស្ដែងឡាយជាប់ថតកុនណនឹកឃើញថាអូថតកុនចប់សិនពេលអត់បានទៅវះកាត់បែរជា surprise ជាមួយការដែលមាន baby អញ្ចឹងហើយក៏រហូតដល់មកឥឡូវសម្រាប់អូនអាយ៉ាបាន3ខែជាងហើយគឺអត់មានបានទៅវះកាត់អីទេចាគឺមានតែទុកតាមតាណើអញ្ចឹងសិនយើងចាំមើលទៅមុខទៀតហើយមូលហេតុខ្ញុំនិយាយប្រាប់អូនវិញថាសយោនឹងនិយាយឲ្យស្រួលយល់ហ្មងហើយសួរថាចាច្រាប់ដល់ពេលអញ្ចឹងថតវីដេអូផុសក្នុង TikTok ក៏ដូចជាថតវីដេអូនិយាយអញ្ចឹងសួរថាខ្មាស់គេអត់ខ្ញុំគិតថាទាំងយើងទាំងគេដូចតែគ្នាទេវាតែមានការខ្មាស់គេតែបើសម្រាប់ខ្ញុំគិតថាវាស៊ាំបាត់ទៅហើយវាជារឿងធម្មជាតិរបស់ខ្ញុំទៀតនោះអញ្ចឹងហើយវាទៅជាងកាត់ថាវាធម្មតាអញ្ចឹងណាហើយណាមួយចេះទៀតខហ្នឹងវាធ្វើទៅជារឿងដែលតាក់ទាញក៏ដូចជាឲ្យបងប្អូនទាំងគ្នាចាប់អារម្មណ៍ផ្ដោតមកលើកន្លែងកខ្ញុំអញ្ចឹងដែរត្រូវអត់សប្បាយចិត្តដូចតែគ្នាហ្នឹងតែគាត់ថាវាចាត់ទុកថាវាជារឿងធម្មតាទៅព្រោះទោះបីយើងពិបាកចិត្តទោះបីខ្ញុំខ្មាស់គេក៏មិនដឹងថាទៅធ្វើមិនវិធីដោះស្រាយមានតែការវះកាត់ហើយការវះកាត់មិនដឹងថាគ្រូពេទ្យអូខេនៅក្នុងការវះកាត់អត់ព្រោះពាក្យថាវះកាត់មួយគឺមិនមែនងាយស្រួលណាចំណាយលុយច្រើនហើយត្រូវ50នៅក្នុងការប៉ះពាល់ដល់អាយុជីវិតរបស់យើងព្រោះអីត្រូវខ្វៀលត្រូវវះឆ្លោះពាក់ព័ន្ធខ្លាច់ប៉ះជាមួយនឹងបំពង់ខ្យល់ឬក៏បំពង់អាហារពិបាកខ្លាំងមែនតើគឺពិបាកច្រើនណាហើយបើសិនជាបងប្អូនទាំងគ្នាឆ្ងល់ក៏ដូចជាមានសំណួរអីចង់សួរបន្ថែមឬក៏ចង់ខមមិនជាមតិយោបល់ជួយខមមិនប្រាប់ខ្ញុំខាងក្រោមអ្នកមួយផងណាហើយដូចជាក់ស្ដែងនេះបងប្អូនទាំងគ្នាបានមើលវីដេអូខ្ញុំនឹងគឺខ្ញុំថតកាមេរ៉ាស៊ីនទេមើលតែកករបស់ខ្ញុំមើលតែស្បែកខ្ញុំមើលស្បែកមុខរបស់ខ្ញុំគឺដឹងហើយគឺកាមេរ៉ាស៊ីនខ្ញុំព្យាយាមថតកាមេរ៉ាស៊ីនហើយខ្ញុំអត់ដឹងថាតើបងប្អូនទាំងគ្នាជឿខ្ញុំអត់ទេថាខ្ញុំថតកាមេរ៉ាស៊ីនតែខ្ញុំគិតថាបងប្អូនគាត់ជឿទេព្រោះមើលដឹងស្ដាប់នេះបងប្អូនចាក់អារម្មណ៍ឃើញស្បែកមុខរបស់ខ្ញុំស្អាតអត់ហើយនឹងខ្ញុំទៅសម្រាលអូនអាយ៉ាបានរយៈពេល3ខែជាងទេអាចនិយាយបានថាខ្ញុំនៅជាសរសៃខ្ចីណាប៉ុន្តែជាក់ស្ដែងខ្ញុំតាំងពីសម្រាលអូនរហូតដល់ពេលនេះខ្ញុំអត់សូវធ្វើបានល្អប្រហែលទេអត់សូវធ្វើបានល្អហ្មងគឺខ្ញុំអត់សូវស្ដាប់ចាស់សរសៃខ្ចីអញ្ចឹងគាត់ឲ្យខ្ញុំតមនេះតមនោះតមទឹកត្រជាក់តមសិតសក់តមផាត់ម្សៅលាបក្រែមលាបអីអញ្ចឹងណាលេតែដល់ពេលជាក់ស្ដែងគឺខ្ញុំធ្វើតាមគាត់អត់បានទេដោយសារអីខ្ញុំធ្លាប់របៀបជាក់ស្ដែងយើងរស់នៅបច្ចុប្បន្នគឺយើងចូលចិត្តភាពស្អាតណាហើយដល់ពេលឲ្យយើងអត់ធ្វើនេះអត់ធ្វើនោះគឺពិបាកខ្លាំងមែនតើខ្ញុំទៅអត់រួចដូចអត់ឲ្យលាបម្សៅលាបអីក៏ខ្ញុំត្រូវតែលាបអត់ឲ្យសសអត់ឲ្យគៀបសអត់ឲ្យអ៊ុតសអត់ឲ្យកក់សក់គឺខ្ញុំ
កក់ទាំងអស់ធ្វើរឿងទាំងអស់ហ្នឹងខ្ញុំសង្កេតមើលមកលើខ្លួនខ្ញុំដែរមិនមែនថាយើងធ្វើអញ្ចឹងហើយយើងអត់ស្រួលខ្លួនឬក៏ពិបាកអាម៉េចមួយគឺវាខ្ញុំលាបម្សៅស្រាប់តែមុខខ្ញុំរោលឬក៏អីភ្លាមមានបញ្ហាអីមួយយើងត្រូវតែបញ្ឈប់អាហ្នឹងអញ្ចឹងណាតែជាក់ស្ដែងខ្ញុំសង្កេតឃើញថាតាំងពីខ្ញុំសម្រាប់អូនហើយរហូតដល់ពេលនេះគឺខ្ញុំអត់មានបញ្ហាអីឲ្យថាប៉ះពាល់ដល់ខ្ញុំអីទេហើយណាមួយខ្ញុំបំបៅដោះអូនដោយទៅដោះគោទៀតអញ្ចឹងវាកាន់តែអត់សូវធ្វើឲ្យប៉ះពាល់ដល់កូនដែរអញ្ចឹងជាក់ស្ដែងគឺមុខខ្ញុំអាចនិយាយបានថាពីមុនមុខខ្ញុំអត់សូវជាមានបញ្ហាមុនខ្លាំងប្រហែលទេអំឡុងពេលពោះក៏ដូចជាពេលសម្រាលហើយណាគ្រាន់តែមុខខ្ញុំគឺស្ងួតហើយមានមុនរបៀបអាមុនកប់យើងមុនកប់មានអីហ្នឹងជាពិសេសចំហនេះគឺថាសម្បូរមែនតើអាមុនអាចរុយគេនោះតែបន្ទាប់ពីខ្ញុំបានប្រើឈុតមុខខ្ញុំប្រើតាំងពីសម្រាលអូនបានចូល2ខែគឺខ្ញុំចាប់ផ្ដើមប្រើតែម្ដងខ្ញុំប្រើជាមួយឈុតមុខរបស់ក្រុមហ៊ុន TGN នេះហ្វូនលាងមុខអានេះលេពេលថ្ងៃហើយនេះលេពេលយប់ហើយឥឡូវអានេះឈុតទី3ចិត្តអស់ទៀតហើយនេះហើយមុនខ្ញុំសម្រេចចិត្តប្រើជាមួយនឹងឈុតមុខ TGN ហ្នឹងគឺដោយសារអីជាក់ស្ដែងគឺខ្ញុំអត់មានប្រើផលិតផលអីទាំងអស់អញ្ចឹងណាដល់ពេលអញ្ចឹងខ្ញុំអត់ដឹងថាតើខ្ញុំគួរជ្រើសរើសផលិតផលណាមកប្រើឲ្យច្បាស់លាស់ក៏ដូចជាតើខ្ញុំគួរប្រើផលិតផលណាឲ្យវាថែរក្សាស្បែកមុខរបស់ខ្ញុំឲ្យស្អាតអត់មានមុនឬក៏ស្ងួតហើយខ្ញុំពិបាកមែនទែននៅក្នុងការជ្រើសរើសផលិតផលដោយសារពុកម៉ែបងប្អូនទាំងគ្នាគាត់ជិះដឹងនៅក្នុងទីផ្សារគឺមានផលិតផលច្រើនខ្លាំងមែនទែនហើយសិតតែបងល្បីជាច្រើនទៀតគឺគាត់លក់សិតតែឈុតមុខទាំងអស់គឺខ្ញុំពិបាកចិត្តមែនទែនក្នុងការសម្រេចចិត្តថាតើខ្ញុំគួរជ្រើសរើសផលិតផលណាសម្រាប់ក្នុងការប្រើជាមួយខ្ញុំប្រើគឺចង់ប្រើប្រភេទម្សៅឬក៏លេដែលលាបទៅគឺថែរក្សាស្បែកមុខរបស់ខ្ញុំហើយគឺខ្ញុំមិនមែនលាបដើម្បីសខ្ចីញញហើយលាបឲ្យឈប់ទេគឺខ្ញុំចង់លាបថេរហូតខ្ញុំស្រាវជ្រាវច្រើនណាស់គឺស្មុគស្មាញខ្លាំងមែនទែនព្រោះអត់ដឹងថាគួរជ្រើសរើសប្រើឈុតមុខណាតមកក៏ខ្ញុំចាប់អារម្មណ៍ជាមួយឈុតមុខរបស់ TGN មូលហេតុដោយសារការមកវឹកខ្ញុំនៅរៀនគឺខ្ញុំធ្លាប់ប្រើប្រភេទនឹងឈុតមុខមួយដែរប៉ុន្តែខ្ញុំអត់ចាំឈ្មោះទេតែដឹងថាប្រភេទសាច់គឺប្រភេទសាច់អញ្ចឹងដែរហើយខ្ញុំកាលនោះខ្ញុំប្រើដូចត្រូវអញ្ចឹងក៏ខ្ញុំចាប់អារម្មណ៍ជាមួយនឹង TGN ឃើញថាមានផ្សំដូចសារាយអីចឹងដល់ពេលហ្នឹងក៏មើលសាកប្រើមួយឈុតសិនមើលដល់ពេលសាកប្រើក៏ចាប់អារម្មណ៍ថាត្រូវស្បែកមុខរបស់ខ្ញុំបើសិនជាបងប្អូនគាត់សម្រាលអូនហើយគាត់ចង់ប្រើឈុតមុខណាដើម្បីឲ្យមានសុវត្ថិភាពដល់មុខរបស់គាត់ក៏ដូចជាចាប់បានស្អាតត្រឡប់មកវិញណាខ្ញុំអាចនិយាយបានថាចង់ឲ្យប្រើដូចខ្ញុំបានប្រើជាមួយ TGN ឈុតមុខ TGN គឺដោយសារអីខ្ញុំប្រើដល់ជាក់ស្ដែងបងប្អូនចង់ប្រើផលិតផលអីផ្សេងក៏បានដែរតែគាត់តែជាក់ស្ដែងនេះខ្ញុំចង់ណែនាំដោយសារអីខ្ញុំប្រើខ្លួនឯងផ្ទាល់អញ្ចឹងណាហើយគឺមិនមែនខ្ញុំប្រើតែប៉ុណ្្នឹងទេគឺខ្ញុំប្រើជាមួយនឹងតារ៉ូម TGN កំតិចមាសនេះហើយក៏ដូចជា BB ដែរបើលេលាបខ្លួនគឺខ្ញុំអត់ទាន់ប្រើទេខ្ញុំអត់ទាន់ប្រើលេដោយសារតែខ្ញុំអត់សូវចំណូលចិត្តជាមួយលេលាបខ្លួនខ្ញុំនិយាយត្រង់យ៉ាងហ្មងគឺពាក់ព័ន្ធជាមួយលេលាបខ្លួនស្ក្រាប់ស្បែកស្ប៉ាស្បែកគឺខ្ញុំរៀងនិយាយថារៀងយ៉ាប់ចំពោះខ្ញុំតិចបើសិនជាខ្ញុំលាបឬក៏ខ្ញុំប្រើគឺមានន័យថាខ្ញុំទៅសើខ្លួនឯងខ្លាំងមែនតើដោយសារខ្ញុំអត់មានពេលវេលាច្រើននៅក្នុងការលាបលេក៏ដូចជាស្ក្រាប់ស្បែកទេពីមុនខ្ញុំធ្លាប់ប្រើតែគាត់ថាមើលរយៈក្រោយមកគឺខ្ញុំអត់ដែលប្រើទេដូចជាស្ដែងនេះគឺស្បែកស៊ីនរបស់ខ្ញុំតែម្ដងហើយណាមួយចាអារម្មណ៍ថាពេលយើងលាបអីទៅវាប្រឡាក់ខ្លួនអីទៅយើងទៅអោបកូនអបអីខ្លាចគីឡូវាប៉ះពាល់កូនដែរអញ្ចឹងវីដេអូហ្នឹងអរគុណខ្លាំងមែនតើចំពោះបងប្អូនដែលគាត់បានតាមដានវីដេអូតាមដើមរហូតដល់ចប់បន្ទាប់ពីវីដេអូក្រោយខ្ញុំនឹងមានកាដូពិសេសខោអាវក៏ដូចជារ៉ូបអីផ្សេងៗដែលខ្ញុំចង់ចែករំលែកទៅដល់បងអ្នកដែលបានទស្សនាវីដេអូខ្ញុំពីដើមដល់ចប់អញ្ចឹងចាជួបគ្នានៅវីដេអូក្រោយអរគុណច្រើន